នៅសហរដ្ឋអាមេរិកកំពុងតែផ្អើលថាលោកដូណាល់ត្រាំអាចនឹងបញ្ជាឲ្យទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទៅលើកងទ័ពនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ការចុះផ្សាយព័ត៌មានជាច្រើនរបស់ពួកបច្ចេកប្រទេសបានដឹងថាពាក្យលេចឮកំពុងតែផ្ទុះនៅលើទឹកដីសហរដ្ឋអាមេរិកជាពិសេសគឺនៅទីក្រុង Washington ដែលថាលោកដូណាល់ត្រាំអាចនឹងបញ្ជាឲ្យមានការវាយប្រហារដោយទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទៅលើគោលដៅណាមួយនៃប្រទេសអ៊ីរ៉ង់បើសង្គ្រាមនៅបន្តរីករាលដាលពីពេញតំបន់មជ្ឈិមបូព៌ាទៀតនោះជាពិសេសបើអ៊ីរ៉ង់នៅតែបើកការវាយប្រហារពីពេញតំបន់មជ្ឈិមបូព៌ាខណៈនេះពិភពលោកកំពុងតែសម្លឹងទៅប្រទេសអាមេរិកដែលនាឡិកាកំពុងតែបញ្ជាក់ពីថាតើលោកដូណាល់ត្រាំអាចនឹងចុចកណ្ដឹងរោនាឡិកាដើម្បីទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទៅលើអ៊ីរ៉ង់ដែរឬទីដែលលោកដូណាល់ត្រាំកំពុងតែប្រតិកម្មខ្លាំងនឹងរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ដែលមិនទទួលយកការគម្រាមកំហែងពីសហរដ្ឋអាមេរិកជាពិសេសពីលោកដូណាល់ត្រាំឲ្យអ៊ីរ៉ង់ចុះចាញ់សហរដ្ឋអាមេរិកនៅពីនេះប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានព្រមានឲ្យថាប្រសិនបើអ៊ីរ៉ង់មិនបើកច្រកសមុទ្ររបស់វាមានតែអ៊ីរ៉ង់ត្រូវប្រឈមមុខនឹងការកំទេចយ៉ាងធ្ងន់ធ្ងរបំផុតជាមួយនឹងអ្វីដែលសហរដ្ឋអាមេរិកអាចធ្វើទៅបានទៅលើរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ការគម្រាមកំហែងរបស់លោកដូណាល់ត្រាំគឺជាដំណាក់កាលចុងក្រោយដែលគឺមើលឃើញថាប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះកំពុងតែអស់ភាពអត់ធ្មត់ជាមួយនឹងរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ហើយកំពុងតែផ្ទៀងផ្ទាត់ដំណាក់កាលចុងក្រោយនៃសង្គ្រាមរបស់លោកដែលលើកទ័ពវាយប្រហារទៅលើកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ដោយសហការជាមួយនឹងកងទ័ពអ៊ីស្រាអែលកាលពីថ្ងៃច័ន្ទលោកដូណាល់ត្រាំប្រកាសថាលោកមិនខ្លាចករណីដែលចោទថាលោកប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនោះទេបើទោះជាលោកត្រូវប្រើប្រាស់អាវុធប្រភេទណាទៅលើរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ក៏ដោយនោះបើទោះជាលោកបញ្ជាឲ្យមានការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ផ្លូវដែកឬក៏ទីតាំងរោងចក្រថាមពលរោងចក្រអគ្គិសនីទីតាំងឧស្សាហកម្មផ្សេងទៀតរបស់អ៊ីរ៉ង់ក៏ដោយនោះលោកដូណាល់ត្រាំបានបញ្ជាក់ឲ្យថាឲ្យសាធារណរបស់លោកផុតរលត់ទៅវាជាពេលវេលាដែលលោកត្រូវអស់ភាពអត់ធ្មត់ជាមួយនឹងរបបនៅទីក្រុងអ៊ីរ៉ង់បច្ចុប្បន្ននេះហើយវាមានតែប្រើកណ្ដាប់ដែកថក្តៅប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះលោកដូណាល់ត្រាំបានបញ្ជាក់ទៀតថាលោកមិនខ្លាចញញើតក្នុងការប្រើប្រាស់អាវុធទាំងឡាយណាដើម្បីការពារផលប្រយោជន៍របស់អាមេរិកនោះទេដែលសេចក្តីថ្លែងការណ៍របស់លោកដូណាល់ត្រាំនេះហើយដែលនាំឲ្យមានការបារម្ភថាលោកដូណាល់ត្រាំអាចនឹងបើកការវាយប្រហារដោយគ្រាប់នុយក្លេអ៊ែរយ៉ាងតិចមួយគ្រាប់ទៅលើទីតាំងយុទ្ធសាស្ត្រណាមួយខាងក្នុងទឹកដីប្រទេសអ៊ីរ៉ង់ជាពិសេសគឺទៅលើទីបញ្ជាការកងទ័ពនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់សហរដ្ឋអាមេរិកជាប្រទេសដែលមានក្បាលគ្រាប់នុយក្លេអ៊ែរលំដាប់ទី2បន្ទាប់ពីប្រទេសរុស្ស៊ីអាមេរិកមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន5580គ្រាប់មានប្រភេទក្បាលគ្រាប់នុយក្លេអ៊ែរតាក់ទិកនិងប្រភេទក្បាលគ្រាប់នុយក្លេអ៊ែរ Poseidon សហរដ្ឋអាមេរិកតែងតែសាកល្បងនឹងការបាញ់ក្បាលគ្រាប់នុយក្លេអ៊ែរនេះនុយក្លេអ៊ែរគឺជាអាវុធប្រឡាយលោកដ៏កំណាចបំផុតកាលពីក្នុងសង្គ្រាមលោកលើកទី2អាវុធនេះគេហៅថាគ្រាប់បែកប៉ារ៉ាម៉ាណូដែលសហរដ្ឋអាមេរិកនេះហើយជាអ្នកដឹកទៅទម្លាក់នៅលើកោះនៃប្រទេសជប៉ុនគឺកោះ Nagasaki និងកោះ Hiroshima ដែលធ្វើឲ្យជប៉ុនចុះចាញ់សង្គ្រាមលោកលើកទី2នៅឆ្នាំ1945ពីនោះហើយជាការបិទបញ្ចប់សង្គ្រាមលោកលើកទី2នៅទូទាំងពិភពលោកចាប់តាំងពីសង្គ្រាមលោកលើកទី2មកពិភពលោកមិនបានជួបប្រទះនៃការទម្លាក់គ្រាប់បែកទៅលើប្រទេសណាមួយដោយក្បាលគ្រាប់នុយក្លេអ៊ែរនោះទេយ៉ាងណានៅលើពិភពលោកបច្ចុប្បន្នប្រទេសដែលមានអាវុធប្រឡាយលោកនេះគឺមានសហរដ្ឋអាមេរិកមានរុស្ស៊ីមានរហូតដល់ទៅជិត 6000 គ្រាប់ចិនមានប្រមាណជាង400 គ្រាប់បារាំងមាន280 គ្រាប់អង់គ្លេសមាន225 គ្រាប់ឥណ្ឌាមានប្រមាណជាជិត200 គ្រាប់ប៉ាគីស្ថានក៏មានជិត200 គ្រាប់ផងដែរអ៊ីស្រាអែលមាន90 គ្រាប់កូរ៉េខាងជើងមានជាង40 គ្រាប់បច្ចុប្បន្ននេះការរឹតបន្តឹងសពាវុធកំពុងរន្ធើនខ្លាំងដែលបារម្ភពីសង្គ្រាមនុយក្លេអ៊ែរអាចកើតមាន
ជាពិសេសពិភពលោកកំពុងតែបារម្ភអំពីរុស្ស៊ីអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរវាយប្រហារទៅលើប្រទេសអ៊ុយក្រែនបើលោកវ្លាឌីមៀពូទីនចាត់ទុកថាមានតែសង្គ្រាមនុយក្លេអ៊ែរទេអាចធ្វើឲ្យរុស្ស៊ីឈ្នះប្រទេសអ៊ុយក្រែនរុស្ស៊ីជាពិសេសគឺមេដឹកនាំកម្ពុជានៃប្រទេសរុស្ស៊ីមានដូចជាលោកវ្លាឌីមៀពូទីនប្រធានាធិបតីរុស្ស៊ីលោកឌីមីទ្រីមេដវេនឌីវនាយករងនីតិប្រសាសន្តិសុខជាតិនៃប្រទេសរុស្ស៊ីសិតតែគម្រាមកំហែងនៃការបញ្ចេញក្បាលគ្រាប់នុយក្លេអ៊ែរវិបរាទៅលើប្រទេសអ៊ុយក្រែននិងប្រទេសទាំងឡាយណាដែររុស្ស៊ីចាត់ទុកថាកំពុងតែគម្រាមកំហែងសន្តិសុខរបស់រុស្ស៊ីយ៉ាងណាពិភពលោកក៏មានច្បាប់ហាមប្រើប្រាស់អាវុធប្រឡាយលោកនេះផងដែរពិភពលោកក៏មានកតិកសញ្ញាហាមសាយភាយអាវុធប្រឡាយលោកនេះប៉ុន្តែចុងក្រោយនេះគឺសង្កេតឃើញចាប់តាំងពីសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនមកប្រទេសដែលមានក្បាលគ្រាប់នុយក្លេអ៊ែរជាពិសេសគឺរុស្ស៊ីនិងអាមេរិកកំពុងតែបំផ្លាញកតិកសញ្ញាសាយភាយអាវុធនុយក្លេអ៊ែរដែលប្រទេសពីរនេះរួមគ្នាដើម្បីកាត់បន្ថយអាវុធនុយក្លេអ៊ែរជាអាវុធប្រឡាយលោកនៅទូទាំងពិភពលោកសហរដ្ឋអាមេរិកក៏ចូលរួមចំណែកមួយដែលរត់ប្រណាំងប្រជែងកាន់តែខ្លាំងអាវុធនុយក្លេអ៊ែរជាមួយនឹងរុស្ស៊ីរហូតដល់សហរដ្ឋអាមេរិកចុងក្រោយនេះនៅពេលដែលសង្គ្រាមអាមេរិកវាយប្រហារទៅលើអ៊ីរ៉ង់តែសហការជាមួយអ៊ីស្រាអែលវាយប្រហារទៅលើអ៊ីរ៉ង់កាន់តែសន្ធើនខ្លាំងឡើងសហរដ្ឋអាមេរិកបានបញ្ចេញយន្តហោះចាប់សញ្ញាវិស្វកម្មនុយក្លេអ៊ែរឲ្យហោះហើរចូលទៅតំបន់មជ្ឈិមបូព៌ាដើម្បីចាប់សញ្ញាថាតើប្រទេសអ៊ីរ៉ង់មានក្បាលគ្រាប់នុយក្លេអ៊ែរដែរឬទេបើទោះជាទីតាំងរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវបានសហរដ្ឋអាមេរិកកំទេចយ៉ាងធ្ងន់ធ្ងរក៏ដោយនោះអ៊ីរ៉ង់ក៏ជាប្រទេសមួយព្យាយាមផលិតក្បាលគ្រាប់នុយក្លេអ៊ែរផងដែរដោយព្យាយាមផលិតសារធាតុអ៊ុយរ៉ាញ៉ូមជាសារធាតុតែមួយគត់នៃការផលិតបានក្បាលគ្រាប់នុយក្លេអ៊ែរតែអ៊ីរ៉ង់ត្រូវបានសហរដ្ឋអាមេរិកនិងពួកប្រចាំប្រទេសរឹតបន្តឹងយ៉ាងខ្លាំងប្រឆាំងប្រទេសតំបន់មជ្ឈិមបូព៌ាមួយនេះមិនឲ្យមានក្បាលគ្រាប់នុយក្លេអ៊ែរនោះទេព្រោះគេបារម្ភតែរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បើមានក្បាលគ្រាប់នុយក្លេអ៊ែរនោះវានឹងធ្លាក់នៅក្នុងដៃរបស់ពួកសកម្មប្រយុទ្ធនៅតំបន់មជ្ឈិមបូព៌ាព្រោះពួកសកម្មប្រយុទ្ធនៅតំបន់មជ្ឈិមបូព៌ាត្រូវបានចាត់ទុកថាជាក្រុមភេរវកម្មដ៏កំណាចបំផុតហើយអ៊ីរ៉ង់តែងតែនៅពីក្រោយក្រុមភេរវកម្មនេះមូលហេតុដែលបង្កឲ្យផ្ទុះសង្គ្រាមសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលរួមគ្នាវាយប្រហារទៅលើអ៊ីរ៉ង់នេះគឺកើតចេញពីដើមចមដែលលោកដូណាល់ត្រាំប្រឆាំងដាច់ខាតមិនឲ្យរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់មានសមត្ថភាពនៃការផលិតអាវុធនុយក្លេអ៊ែរដូចទីអ្នកសង្កេតការមើលឃើញថាបើអ៊ីរ៉ង់មានក្បាលគ្រាប់នុយក្លេអ៊ែរមួយគ្រាប់ទំនងអ៊ីរ៉ង់នឹងបើកការវាយប្រហារទៅលើប្រទេសអ៊ីស្រាអែលប៉ុន្តែគេថានៅពេលនេះអ៊ីរ៉ង់ទំនងមានក្បាលគ្រាប់នុយក្លេអ៊ែរនោះទីគេសង្កេតឃើញភាពកម្ររបស់អ៊ីរ៉ង់ដែលបើកការវាយប្រហារដោយបាញ់មីស៊ីបាល់លីស្ទិកធុនធ្ងន់វាយប្រហារទៅលើប្រទេសអ៊ីស្រាអែលទៅលើប្រទេសនៅតំបន់មជ្ឈិមបូព៌ាគឺមានភាពសន្ធប់ខ្លាំងណាស់ដែលអ៊ីរ៉ង់ប្រតិកម្មខ្លាំងហើយគេថាបើអ៊ីរ៉ង់មានក្បាលគ្រាប់នុយក្លេអ៊ែរទំនងអ៊ីរ៉ង់ប្រើប្រាស់រួចទៅហើយនៅពេលនេះឥឡូវនេះការភ្ញាក់ផ្អើលនៅតំបន់ជាច្រើននៅក្នុងទឹកដីសហរដ្ឋអាមេរិកជាពិសេសនៅទីក្រុងវ៉ាស៊ីនតោននេះដែលថាលោកដូណាល់ត្រាំមានផែនការវាយប្រហារអ៊ីរ៉ង់ដោយអាវុធនុយក្លេអ៊ែរនេះបង្ខំឲ្យសេតវិមានចេញសេចក្តីថ្លែងការណ៍ច្រានចោលជាបន្ទាន់យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានដឹងថាសេតវិមានបានចេញសារឆ្លើយតបបន្ទាន់នៅយប់ថ្ងៃទី7មេសានេះដោយបដិសេធការលេចឡើងថាសហរដ្ឋអាមេរិកកំពុងពិចារណាប្រើប្រាស់អាវុធនុយក្លេអ៊ែរវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់គឺបន្ទាប់ពីមានការព្រួយបារម្ភកើនឡើងនៅក្នុងចំណោមមតិសាធារណជននៃប្រជាជនអាមេរិកជាពិសេសផ្ទុះចេញពីមជ្ឈដ្ឋាននៃគណៈបកប្រជាធិបតេយ្យការព្រួយបារម្ភនេះហើយដែលកើតឡើងបន្ទាប់ពីលោកដូណាល់ត្រាំកាន់តែសន្ធើនប្រើប្រាស់អាវុធទំនើបចុងក្រោយវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ការដែលផ្អើលថារដ្ឋការលោកដូណាល់ត្រាំអាចនឹងវាយប្រហារទៅលើកងឆ្មាំបរិវារអ៊ីរ៉ង់ដោយអាវុធនុយក្លេអ៊ែរនេះក៏កើតឡើងទន្ទឹមនឹងពាក្យសម្ដីរបស់អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកជេឌីវ៉ាន់បានពន្លយឲ្យដឹងថាសហរដ្ឋអាមេរិកមានឧបករណ៍ដើម្បីធ្វើសង្គ្រាមគ្រប់ប្រភេទទាំងអស់ដែលថាអាវុធទំនើបរបស់អាមេរិកដែលមានអានុភាពខ្លាំងមិនទាន់ចេញប្រើប្រាស់នៅឡើយនៅទីនៅពេលនេះឲ្យតែមានការបញ្ជាពីលោកដូណាល់ត្រាំគឺអាវុធនោះអាចប្រើប្រាស់ភ្លាមមួយរំពេចទ
ដំណងដូចនេះហើយបានជាមានការផ្អើលថាលោក Donald Trump អាចនឹងបញ្ជាឲ្យដឹកគ្រាប់នុយក្លេអ៊ែរទៅទម្លាក់ទៅលើទឹកដីណាមួយនៃប្រទេសអ៊ីរ៉ង់ជាការឆ្លើយតបនោះសេតាវិមានបានចែករំលែកសារតាមបណ្ដាញសង្គម X របស់ខ្លួនថាអ្វីដែលមានការលើកឡើងរបស់លោកជេដវ៉ាន់មិនសំដៅទៅលើអាវុធនុយក្លេអ៊ែរនោះទេហើយចាត់ទុកថាវាជាព័ត៌មាននៃការបញ្ចេញដោយក្រុមប្រភពចចាមអារ៉ាមតែប៉ុណ្ណោះដើម្បីវាយប្រហារទៅលើរដ្ឋការលោក Donald Trump សេតាវិមានបញ្ជាក់ថាសង្គ្រាមសហរដ្ឋអាមេរិកវាយប្រហារទៅលើអ៊ីរ៉ង់នៅបច្ចុប្បន្ននេះមិនចាំបាច់ប្រើប្រាស់អាវុធប្រភេទនុយក្លេអ៊ែរនេះទេព្រោះថាសង្គ្រាមនេះនឹងបិទបញ្ចប់យ៉ាងឆាប់បំផុតជាមួយនឹងសហរដ្ឋអាមេរិកសម្រេចបានគោលដៅនៃការកំទេចរចនាសម្ព័ន្ធយោធារបស់អ៊ីរ៉ង់ eSchool Cambodia ជាអ្នកជំនាញនាំសិស្សស្វ័យសិក្សាជាមួយ eSchool Cambodia ផ្ដល់ជូននីការ support គ្រប់ផ្នែកជាមួយនឹង e-teacher ដែលមានដូចជា 1. ទទួលបានការ support ជាមួយ e-teacher 1 ទល់នឹង 1 2. សួរបានគ្រប់មេរៀនឆ្ងល់ត្រង់ណាសួរត្រង់ហ្នឹងចាប់ពីមេរៀនទី1រហូតដល់មេរៀនចុងក្រោយ 3. ជួយដោះស្រាយលំហាត់នឹងមេរៀនទាំងនៅសាលាផ្ទាល់និងសាលា eSchool Cambodia 4. ជួយសិស្សដែលគ្មានមូលដ្ឋានគ្រឹះគណិតវិទ្យាតាមរយៈសៀវភៅមូលដ្ឋានគ្រឹះគណិតវិទ្យា 5. ទទួលបានការវិតម្លៃសមត្ថភាពតាមរយៈការធ្វើតេស្ត 6. ទទួលបានការតម្រង់ទិសពីវិធីសាស្ត្ររៀនឲ្យត្រូវនិងលទ្ធផលចង់បាន 7. ទទួលបានការបណ្ដុះបណ្ដាលវិន័យសីលធម៌សុជីវធម៌និងឥរិយាបថល្អក្នុងសង្គមតាមរយៈសៀវភៅសុភមធម៌របស់ក្រសួងអប់រំយុវជននិងកីឡាដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ comment OK ឬឆាតចូល page eSchool Cambodia ផ្ដល់នូវចំណេះជំនាញចំណូល